ទី2ឲ្យស៊ីតាមពេលឲ្យត្រឹមត្រូវស៊ីតាមពេលតាមវេលាឲ្យត្រឹមត្រូវទី3រៀងរាល់ប្រហែលខែម្ដងត្រូវដាក់ថ្នាំតម្លាក់សត្វល្អិតអញ្ចឹងទីហោរនៅខ្ញុំនេះខ្ញុំដាក់ពីចន្លោះពី3ទៅ5ខែអញ្ចឹងក្នុងចន្លោះហ្នឹងគឺខ្ញុំដាក់ថ្នាំតម្លាក់សត្វល្អិតហើយមួយទៀតពេលដាក់ថ្នាំតម្លាក់សត្វល្អិតធ្វើឲ្យមាន់ហ្នឹងលឿងល្អស្បែកល្អពណ៌ក៏ល្អហើយស៊ីចំណីខ្លាំងហើយបើសិនជាបងប្អូនអត់ដាក់ថ្នាំតម្លាក់សត្វល្អិតជួនកាលមាន់វាមានសត្វល្អិតច្រើនវាអាចជាប្រភេទមាន់ហ្នឹងស្លេកហើយស៊ីរើសអញ្ចឹងណាបងប្អូនអានេះខ្ញុំនិយាយចំពោះតែមាន់ធំបងប្អូនណាតែមាន់ធំចិត្តកងអញ្ចឹងណាបងប្អូនដាក់អញ្ចឹងទៅពេលដែលបញ្ចុះសត្វល្អិតហើយមួយសប្តាហ៍ហ្នឹងបញ្ចុះសត្វល្អិតមួយសប្តាហ៍ហ្នឹងគឺវាឡើងគីឡូខ្លាំងណាស់វាឡើងគីឡូហើយស្អាតរូបរាងវាក៏ល្អសាច់ឈាមល្អហើយសំខាន់គឺវាស៊ីអស់ពីឆ្នោកលេងអញ្ចឹងបងប្អូននៅក្នុងឆ្នោកហ្នឹងគឺវាស៊ីអស់លេងអញ្ចឹងបងប្អូន